ជំរាបសួរទៅកាន់អ្នកទស្សនាទាំងអស់គ្នានេះគឺជាសកម្មភាពថ្មីមួយនៃការឆ្លងកាត់របស់ខ្ញុំនៅវីដេអូថ្មីក្នុងពេលថ្មីនេះខ្ញុំគិតថាបងប្អូនទាំងអស់គ្នាក៏ធ្លាប់ឆ្លងកាត់នៅពេលវេលាមួយដ៏មានតម្លៃសម្រាប់ជីវិតរបស់ខ្លួនឯងជាមួយនឹងសកម្មភាពបែបនេះនៅជំនាញផ្ទះរបស់ខ្លួនយើងបាទនេះគឺជាសកម្មភាពមួយដែលឆ្លងកាត់អនុស្សាវរីយ៍ដែលល្អៗនៅស្រុកស្រែចម្ការគឺជាសកម្មភាពមួយដែលមិនអាចភ្លេចបានពេលដែលនឹកឃើញគឺមានអារម្មណ៍ថាដូចជានៅរលឹកនៅសកម្មភាពកាលពីនៅក្មេងឬក៏នៅពីវ័យកុមារមិនអធិប្បាយឲ្យវិញថ្ងៃទេបងប្អូនសូមសង្កេតនៅខ្លឹមសារក៏ដូចជាវីដេអូដែលខ្ញុំបានផ្ដល់ជូនបងប្អូននេះគឺជាសកម្មភាពនៃការចាប់កង្កែបបាទឆ្នាំនេះកង្កែបមិនសូវសម្បូរដូចឆ្នាំមុនទេប៉ុន្តែសម្បូរទៅដោយសត្វផ្សេងបាទខ្ញុំសូមផ្តិតយករូបភាពមួយចំនួនដែលបងប្អូនធ្លាប់ឃើញពីមុនមកឬក៏បងប្អូនមិនធ្លាប់ឃើញពីមុនមកបងប្អូនអាចអញ្ជើញទស្សនានៅវីដេអូពេញរបស់ខ្ញុំទាំងមូលបាទបងប្អូននឹងព្យាយាមផ្តិតយករូបភាពប្លែកៗរូបភាពបែបលក្ខណៈស្រុកស្រែរូបភាពបែបជនបទជូនបងប្អូនកំសាន្តបាទវីដេអូរបស់ខ្ញុំគឺចង់ចែកជូនបងប្អូននៅក្តីនឹករលឹកកាលពីវ័យកុមារឬក៏ដូចជាជីវភាពដែលយើងធ្លាប់ឆ្លងកាត់នៅតំបន់ស្រុកស្រែចម្ការដែលអ្នកក្រុងមួយចំនួនមិនធ្លាប់យល់ដឹងពីសកម្មភាពបែបនេះកន្លងមកហើយវាក៏ជាសកម្មភាពមួយដែល creator យើងផ្សេងទៀតក៏ធ្លាប់បានថតបង្ហាញទៅបងប្អូនឲ្យទស្សនាកន្លងមកដែរតែពីខ្ញុំនេះគឺជាសកម្មភាពផ្ទាល់มันមានការកាត់តมันមានការតាក់តែងវីដេអូឡើងទេគឺធ្វើឡើងក្នុងភាពជាក់ស្ដែងនៃសកម្មភាពពិតក្នុងការរកម្ហូបអាហារនៅក្បែរជុំវិញផ្ទះវាគឺជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់មនុស្សទៅលើបរិស្ថានវាអាចជួយឲ្យយើងទទួលបាននូវផលពីបរិស្ថានក៏ថាបានដែរហើយនេះដូចជាខ្ញុំជាក់ស្ដែងគឺយើងបានឆ្លុះសត្វដើម្បីឬក៏ឆ្លុះកង្កែបឆ្លុះពស់គឺយកមកធ្វើជាម្ហូបអាហារតែពួកវាក៏ត្រូវការជំរកនិងត្រូវការពារពីមនុស្សផងដែរវីដេអូមួយនេះសូមជំរុញលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាជួយមេត្តាការពារនិងថែរក្សាពូជពង្សសត្វមិនថាជាសត្វអ្វីឬក៏មិនថាជារុក្ខជាតិធម្មជាតិអ្វីនោះទេពេលដែលយើងការពារវាខ្ញុំជឿថាអ្វីនៅជុំវិញខ្លួនយើងវានឹងសម្បូរហើយវាក៏អាចជួយដល់យើងក្នុងគ្រាណាមួយដែលយើងត្រូវការវារាល់ពីប្រយោជន៍របស់ខ្ញុំបើសិនជាមានកំហុសឆ្គងត្រង់ពីសម្ដីមិនសមរម្យត្រង់ចំណុចណាសូមបងប្អូនខន្តីអភ័យទោសពីព្រោះខ្ញុំកន្លងមកខ្ញុំមិនពូកែអត្ថាធិប្បាយនោះទេហើយក៏សូមអរគុណបងប្អូនដែលចំណាយពេលវេលាក្នុងការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយសកម្មភាពទាំងមូលនេះគឺយើងចង់បង្ហាញពីសកម្មភាពបែបស្រុកស្រែនៅតាមទីជនបទក្នុងអំឡុងពេលវស្សាតែមានសកម្មភាពបែបណាខ្លះបងប្អូនអាចមើលនៅក្នុងវីដេអូខ្ញុំបងប្អូនក៏ជាយល់នៅសកម្មភាពទាំងនេះសម្រាប់បងប្អូនដែលមិនធ្លាប់ឆ្លងកាត់សូមអរគុណបងប្អូនជម្រាបលាវាកំពុងតែលេបទុំកូនទុំ